ជំរាបសួរម៉ែបងប្អូនទាំងអស់គ្នានេះជនរួមឈាមរួមសាច់ណាឆ្នាំនឹងចាត់ទុកថាជាឆ្នាំដ៏មិនគួរឲ្យរំលឹកប៉ុណ្ណាទេបាទឆ្នាំដែលយើងមានបញ្ហាព្រំដែនជាឆ្នាំដែលមានវិបត្តិសេដ្ឋកិច្ចខ្ញុំក៏ចង់ឲ្យដោយសារតែការឈ្លានពានទង្វើប្រយុទ្ធសាយរបស់យោធាថៃគុំភាគទី2នេះបាទដែលយើងឃើញថាគ្មានបានផលអីយើងមើលអនុทิនធ្វើសង្គ្រាមចាញ់ខ្មែរលំលើយរដ្ឋសភាអានេះធ្វើឲ្យស្រុកថៃយ៉ាប់យ៉ឺនមែនតើយ៉ាប់យ៉ឺនណា Donald Trump រឿងពន្ធរឿងអីទៅចោះហត្ថលេខាហើយណាសរសេរដោយដៃដោយប្រើដៃប៉ុន្តែលោកដោយប្រើបាតជើងខូចខាតបាទពីព្រោះថាខ្លាចជាប្រទេសដែលអន្តរជាតិគេឡើងទុកចិត្តឲ្យគេមើងងើយថាអ្នកណានឹងមកធ្វើអីនៅប្រទេសថៃគេគិតច្រើនណាស់ណាមើលចុះហត្ថលេខាកិច្ចសន្យាសន្តិភាពហ្នឹងបាទខ្លួនឯងធំប៉ុណ្ណឹងហើយមកនិយាយថាប្រទេសថៃប្រទេសឯករាជ្យវាក៏ត្រូវឯករាជ្យមានណាទៅគ្រប់គ្រងវាប៉ុន្តែទៅចុះហត្ថលេខានេះមានណាបខំវាទៅចង់ដើម្បីវាចង់គឺអានេះវាធ្វើអីចង់តែបានប្រជាប្រិយវាគិតថាចុះហត្ថលេខាហើយធ្វើឲ្យមានប្រជាប្រិយវាខ្ពស់តាមពិតវាបានខ្ពស់ប៉ុណ្ណាពីព្រោះគំនិតមនុស្សវានៅតែជាគំនិតតែជាគំនិតកូនអ្នកមានណាគឺកើតមកមិនមែនថាទៅតស៊ូជីវិតអីមកគេមានតែគេធ្វើអីគេពេញចិត្តគេក៏ឈប់គេធ្វើនយោបាយដោយសារធ្វើគេមានលុយធ្វើនយោបាយហើយវាធ្វើឲ្យលុយកាន់តែច្រើនគេនៅគ្នាមកធ្វើគ្រប់គ្នាធ្វើបែបហ្នឹងនេះគឺបញ្ហាចាញ់សង្គ្រាមហើយរំលាយយុទ្ធសភាដើម្បីបោះឆ្នោតសកលខែក្រោយហ្នឹងទុកបញ្ហាឲ្យស្រុកថៃឡើងណារឿងពន្ធសេដ្ឋកិច្ចក្នុងថៃសម័យមើលក៏ដូចមនុស្សវាលួយប៉ះត្រង់ណាឈឺត្រង់ហ្នឹងវាទៅដល់ហ្នឹងការអប់រំចាយលុយច្រើនណាស់មិនបានផលតិចផលទាបតិចទៅទាបបាទប្រជាជនយើងមើលបើខមមិនខ្មែរហ្នឹងច្រើនណាស់មិនដែលខមមិនណាក្នុងប្រទេសខ្លួនឯងអត់ខ្វល់ពីព្រោះហើយមកពេលគេលៀងក្បាលថាស្អប់តែខ្មែរស្អីក៏ខ្មែរមកឡគេល្អបាទបង្ហាញឲ្យជាជនគិតថារាកបាទឃើញអីមើលតែរាកប៉ុណ្ណាអត់មានគិតវែងឆ្ងាយអត់មានអីប្រទេសជាតិនឹងទៅយ៉ាងណាយ៉ាងណីអត់ខ្វល់រឿងទឹកខ្មែររឿងខ្មែរវាមិនជារឿងបញ្ហាដែលដោះស្រាយគេដោះស្រាយ120ឆ្នាំមុនហើយគេធ្វើហើយអាភូភាគទី1នៅនងច័ន្ទហ្នឹងឯងឃើញនាំគ្នាវើដៃវើហើយខ្ញុំក៏ត្រេកអរឃើញថាចេះគិតថាបញ្ហាព្រំដែនវាត្រូវដោះស្រាយដោយការទៅវើដៃចេញទៅវើដៃទៅឃើញវើដៃវើហើយទៅ
តែ4-5ថ្ងៃមុនឃើញយកទាហានហ្នឹងចូលទៅបឹងតកួនទៅតាមព្រំដែនកន្លែងណាយើងនៅតែមិនទាន់ដឹងថាជាដីនៃណាយកយន្តហោះនោះទម្លាក់គ្រប់បែកកន្លែងខ្លះជ្រុលទៅនៅស្មាច់ហ្នឹងអូស្មាច់ហ្នឹងជ្រុលទៅដល់កាស៊ីណូបាទកាស៊ីណូវាបាននៅព្រំដែនគឺអត់មានយុទ្ធសាស្ត្រឲ្យច្បាស់លាស់ទេងាយតាមត្រង់បានប្រើរយន្តហោះកំជ្រួយប្លង់ពីព្រោះទាហានថ្មើរជើងនៅតាមព្រំដែនគេមិនចង់ទៅហើយវិញទៅធ្វើអីឲ្យតែយន្តហោះទៅយន្តហោះវាទម្លាក់គ្រប់មកប្រទេសផ្ដាស់ទៅមិនដឹងថាត្រូវអាមេរិកប្រើ software បញ្ជាពីចម្ងាយឬយ៉ាងណាទៅហ្នឹងឲ្យវាបញ្ជាឲ្យ software វាធ្វើការបាន 100% ទាំងអស់នេះវាបង្ហាញឲ្យឃើញបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃទាំងអស់បញ្ហានៅក្នុងប្រទេសនោះធ្ងន់ធ្ងរសប្តាហ៍ស្រុកថៃមិនមែនថាអ្នកណាប្រជាជនក្រច្រើនសឹងមើលនៅសរិនក្រមិនដឹងយ៉ាងណាហើយក្រឡើងអត់មានអនាគតអត់មានអីការអប់រំគុណភាពការអប់រំអីវាធ្លាក់ចុះខ្ញុំក៏សង្ឃឹមថាឆ្នាំ2026គឺអនុทินមនោយោធាថៃវាឈប់2026ចង់ឲ្យប្រជាជនតាមព្រំដែនយើងបានរស់នៅដោយកាលពីមុនមានអីក៏ចែកគ្នាហូបចែកគ្នាចាយទៅមានអីក៏រួមរស់ជាមួយនឹងគ្នាថាយើងរស់នៅរពឹនឆ្នាំប្រហែលឆ្នាំហើយដូច្នេះយើងត្រូវតែឆ្លាញ់គ្នាបញ្ហាព្រំដែនអីណាមិនច្បាស់មិនអីក៏ឲ្យគេមកវឹសមកវែងទៅអាហ្នឹងវាជាអ្វីដែលត្រឹមត្រូវវាទង្វើដែលត្រឹមត្រូវមិនមែនឲ្យបញ្ហាព្រំដែនមកយកកំជ្រួយវាមិនអាចដោះស្រាយអីត្រង់ណាយើងមិនឯកភាពគ្នាធ្វើទៅធ្វើ10ឆ្នាំ100ឆ្នាំធ្វើទៅពីព្រមមនុស្សយើងមិនអាចចែកដាច់ពីគ្នាទេបាទថ្ងៃគឺត្រូវជួយគ្នាពិភពលោកយើងមានបញ្ហាបំរែបំរួលអាកាសធាតុទៅយ៉ាងណាយ៉ាងណីលិចទឹកលិចណាសប្តាហ៍ប៉ះច្រើនណាស់រំជួយផែនដីទៀតខ្ញុំសង្ឃឹមប្រាថ្នាចង់ឃើញថាសម័យមានបញ្ហាប៉ុណ្ណាគឺប្រទេសទាំងពីរនៅតែជាមិត្តជាមហាមិត្តតែជួយគ្នាទៅវិញទៅមកជាជនខ្មែរកំដៅស្អប់ថៃដែលយើងจะមានប្រជាជនថៃមួយចំនួនតែប៉ុណ្ណឹងមនុស្សពួកហ្នឹងបានព្រះអង្គព្រះពុទ្ធសាសនាយើងបានបង្រៀនអំពីប្រភេទមនុស្សណាខ្ញុំក៏ជូនពរឲ្យបងប្អូនខ្មែរខ្ញុំបានតែចេះជូនពរខ្ញុំក៏មិនដឹងនឹងជួយយ៉ាងណាជាជនខ្មែរយើងបានមានកម្លាំងមានទឹកចិត្តតស៊ូយើងក៏ជាមនុស្សហើយវេនកម្មចាស់ដូចខ្ញុំវាក៏នឹងគិតអស់ហើយយើងទាំងអស់គ្នាបានមានពុះពៀឧបសគ្គជួយគ្នាបានជួយតិចជួយទួយក៏
ជួយគ្នាទៅបាទនិយាយគ្នាក៏មានពាក្យល្អជួបជុំគ្នាជាជននៅស្រីញក៏មានតែមួយចំនួនដែលអង្គុយជេរខ្មែរប្រើភាសាខ្មែរតែគេធ្វើដូច្នោះគឺពួកគេល្ងងខ្លៅមានការសិក្សាអប់រំវាទាបពួកនឹងរស់ស៊ីអីកំកើតទេបាទដោយអាម្ចាស់ហាងលក់អាហារហ្នឹងគេថាគេមនុស្សបាងកកហ្នឹងសូមបងប្អូនបានពុះពៀរឿងឧបសគ្គបាទសូមឲ្យប្រទេសកម្ពុជារីកចម្រើនជាកន្លែងរីកចម្រើនដូចពីមុនមកយើងមិនគោមិនអីខ្ញុំឲ្យសង្ឃឹមថានេះជាចុងក្រោយហើយចុងក្រោយហើយដែលមានបញ្ហាល្ងង stupid បែបនេះសូមឲ្យយើងប្រើប្រាជ្ញាយើងគិតគូរមុននឹងធ្វើឲ្យកុំធ្វើដោយអនុทิនចាញ់សង្គ្រាមលំលើស្ភាបាទកំពុងតែធ្វើសង្គ្រាមគេថាអញទៅផ្ទះហើយនៅម៉ាញ់មកទៅឲ្យអញធ្វើអីស្នេះអត់ទេបាទមនុស្សអូខេគេមិនធ្វើបែបនេះណាបាទសូមគោរពសូមជម្រាបលាបាទអរគុណ